ផ្ទះគំរូវីឡាតូល version 2025មកវគ្គនេះគឺសាហាវតែម្ដងឥឡូវនេះគឺមានភ្ញៀវដេញថ្លៃច្រើនមែនតែនភ្ញៀវក្នុងស្រុកជាពិសេសភ្ញៀវក្រៅស្រុកដែលនៅខាងសហរដ្ឋអាមេរិកគាត់រងចាំផ្ទះគំរូមួយនេះមកជាយូរហើយឥឡូវនេះគឺបាទរៀបចំរួចស្រេចតែម្ដងបងប្អូនទាំងអស់គ្នា landscape ខាងក្រៅបងប្អូនតាក់ភ្នែកអត់មានរុក្ខជាតិមានផ្កាមានដំណាំហូបផ្លែផ្សេងបាទឃើញហើយគួរឲ្យចាប់ចិត្តចាប់អារម្មណ៍ចង់បានផ្ទះមួយនេះតែម្ដងណាជាពិសេសបន្ទប់កញ្ចក់មួយធំនៅខាងក្រៅ outdoor បាននៅខាងក្រៅផ្ទះតែម្ដងបងប្អូនអាចរៀបចំតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានជាក់ស្ដែងហើយ mode villa តូរបស់យើងបងប្អូនស្គាល់ហើយគឺជាប្រភេទ mode ដែល top sale នៅក្នុងគម្រោង ML របស់យើងតែម្ដងទទួលបានការគ្រប់គ្រងនិងចាប់អារម្មណ៍ពីបងប្អូនច្រើនមែនទែនហើយមកវគ្គនេះស្អាតជាងមុនហើយយើងសល់តិច unit ទៀតសល់តែ3ផ្ទះទេបងប្អូនទាំងអស់គ្នាផ្ទះគំរូមួយផ្ទះកែងមួយនិងផ្ទះកដាលមួយហើយបើនិយាយពីផ្ទះកដាលវិញទៀតតម្លៃធូរថ្លៃមែនទែនបងប្អូនទាំងអស់គ្នាតម្លៃត្រឹមតែ200000ស្តើងបើចុះតម្លៃរួចសល់តែជាង$100,000ទេបងប្អូនទាំងអស់គ្នាសល់តែមួយ unit ទេណាបច្ចៈហើយសម្រាប់ផ្ទះគំរូនេះបងប្អូនឃើញអាចរៀបចំគ្រឿងសង្ហារឹមហើយយ៉ាងប្រណិតតែម្ដងបើសិនជាបងប្អូនទិញណាទិញឲ្យកាន់សាចូលរួមនៅភ្លាមតែម្ដងដោយមិនចាំបាច់រងចាំហើយអត់ចាំបាច់យកអីវ៉ាន់ឬក៏អត់ចាំបាច់ដើរទិញអីវ៉ាន់ឲ្យនាំហត់ទេបងប្អូនទាំងអស់គ្នាបាទបងប្អូនឃើញអីវ៉ាន់នៅក្នុងហ្នឹងមានអីគឺទទួលបានទាំងអស់តែម្ដងហ្នឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ផ្ទះគំរូប៉ុន្តែបញ្ជាក់តម្លៃផ្សេងជាមួយនឹងផ្ទះកណ្ដាលបងប្អូនទាំងអស់គ្នាបាទហើយមួយទៀតបើសិនជាបងប្អូនទាំងអស់គ្នាចង់បានផ្ទះដែលដីធំជាងផ្ទះគំរូទៀតបងអាចមើលផ្ទះកែងបានជាប្រភេទផ្ទះកែងដីគៀនសល់ដីធំជាងផ្ទះគំរូនេះបាទគុណនឹង2តែម្ដងអូខេបាទឥឡូវនេះយើងក៏លេខមកមើលជាមួយនឹងចំណុចពិសេសនៃវីឡាតូរបស់យើងដែលមានបន្ទប់គេងនៅខាងក្រោមគឺធំទលាយមែនទែនដែលបងប្អូនទាំងអស់គ្នាអាចរៀបចំជូនដល់ប៉ាម៉ាក់ជាពិសេសបានសម្រាប់បន្ទប់នេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនដែលមានប៉ាម៉ាក់ចាស់ពិបាកឡើងទៅខាងលើអូខេឥឡូវនេះសូមបង្ហាញជាមួយនឹង mode ជណ្ដើររបស់យើងគឺបាន design មកស្អាតប្រណិតមែនទែនហើយនៅខាងមុខចណ្ដើរមានបង្អួចកញ្ចក់មួយធំខ្ពស់ដែលអាចឲ្យពន្លឺចេញចូលបានផ្នែកខាងក្រោមនិងខាងលើហ្នឹងគឺគ្រប់គ្រាន់តែម្ដងអូខេបាទឥឡូវនេះសូមបង្ហាញបងប្អូនជាមួយនឹងបន្ទប់ទី1នៅខាងលើនេះគឺជាបន្ទប់មេគ្រួសារធំតែម្ដងដែលមាន view ស្អាតមែនទែនមានវេរ៉ាំដាធំនៅចំពីខាងមុខបន្ទប់ហើយសម្រាប់បន្ទប់នេះគឺយើងបាន decor ជាមួយនឹងប្រភេទ mode classic concept version 2025បើនិយាយពីសម្រស់បន្ទប់នេះវិញគឺដូចលំដាប់ផ្កាយ5ចឹងបងប្អូនទាំងអស់គ្នាបាទការរៀបចំយ៉ាងប្រណិតអមជាមួយនឹង mode decor របស់យើងស្រស់ស្អាតជាពិសេស closet គឺធំទលាយមែនទែនមានទូដាក់សម្លៀកបំពាក់ច្រើនមានទូជា island មួយសម្រាប់បងប្អូនដាក់គ្រឿងអលង្ការមានទូថតកាបូបអាចរង្វិលបានទៀតជាពិសេសបងប្អូនទាំងអស់គ្នាគឺកន្លែងតុសម្អាងធំមែនទែនបងប្អូនទាំងអស់គ្នាបាទហើយបន្ទប់ទឹកក៏មាន space ធំដូចគ្នាបងប្អូនទាំងអស់គ្នាបាននិយាយទៅបន្ទប់ master bedroom គឺជាបន្ទប់មួយដែលរៀង special ជាងគេណាបងប្អូនទាំងអស់គ្នាបាទប៉ុន្តែក៏ចង់បញ្ជាក់បងប្អូនដែរថាសម្រាប់បន្ទប់សមាជិកគ្រួសារក៏ស្អាតមិនចាញ់គ្នាជាមួយនឹងបន្ទប់មេគ្រួសារធំដូចគ្នាបាទហើយសម្រាប់ការ decor មកវគ្គនេះគឺ version 2025គ្រប់បន្ទប់គេងតែម្ដងហើយលយបងប្អូនទាំងអស់គ្នាវីឡាតូលមកវគ្គនេះគឺមាន space សម្រាប់បងប្អូនដាក់សាឡុងនិងអង្គុយខាងមុខបាទបន្ទប់គេងបានទៀតលយមែនតែនបាទ design មកវគ្គនេះគឺបាន save space ច្រើនមែនតែនហើយឥឡូវយើងចូលមកដល់បន្ទប់សមាជិកគ្រួសារឲ្យបងប្អូនទាំងអស់គ្នាស្អាតអត់បងប្អូនទាំងអស់គ្នាខ្ញុំឃើញស្អាតណាស់បងប្អូនទាំងអស់គ្នាបាទទស្សនានៅខាងក្រៅគឺស្អាតមែនតែនបើបងប្អូនមិនជឿឆ្លៀតពេលទំនេរណាត់មកមើលឲ្យបានបងប្អូនទាំងអស់គ្នាតែគេទិញបាត់ចូលមើលលេងបានហើយណាអញ្ចឹងវឺតឡើងបើសិនជាបងប្អូនបានទស្សនាវីដេអូនេះហើយចាប់អារម្មណ៍ផ្ទះនេះឬក៏ចាប់អារម្មណ៍ប្រភេទ mode villaតូលបែបនេះបងប្អូនអាចធ្វើការទំនាក់ទំនងមកលើបានតោះឥឡូវនេះទៅទស្សនាបន្ទប់គេងចុងក្រោយបន្ទប់នេះគឺ admin ពេញចិត្តមែនតែនដោយសារពណ៌រៀងស្រាល concept decor ពេញចិត្តតែម្ដងមាន space កន្លែងដាក់ទូរទស្សន៍ខ្នាតធំមាន space កន្លែងសម្រាប់ឲ្យ admin ធ្វើការមានទូកៅអៅខ្នាតធំទៀតអូយក្តីសុខមែនតែនបើសិនជាបន្ទប់នេះខ្លាចជាបន្ទប់ខ្ញុំឥឡូវណាអូខេបាទចឹងនិយាយលេងទេបើសិនជាបងប្អូនចាប់អារម្មណ៍កុំភ្លេចធ្វើការ inbox chat ចូល page សាកសួរព័ត៌មានលម្អិតបន្ថែមពាក់ព័ន្ធនឹងតម្លៃនិងទីតាំងអរគុណច្រើនជំរាបលាបាយបាយបុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល